ចឹង362ចាប់តែប៉ុណ្ណេះហើយឥឡូវបន្តទៅ363ទៀតយកគេថា although now belong to Africa and South America yellow fever is still deadly តែយើងអាចបោះផាយជាបដអសនសិនថាទោះបីជាឥឡូវនេះចុចអាហ្វ្រិកហើយនៅអាមេរិកខាងត្បូងជំងឺគ្រុនលឿងនៅតែអាចបង្កគ្រោះថ្នាក់ដល់ស្លាប់ជម្រើស A limiting B limited C limit ហើយនិង D is limited ដែលយើងឃើញថាក្នុងចំណោមជម្រើសទាំង4ហ្នឹងគេប្រើ form របស់ limit ទាំងអស់ A limiting ជា verb ing B limited ជា verb ed ដែលអាចជា verb 2 ឬក៏ verb 3 C limit ជាទម្រង់ infinitive ហើយនិង D is limited ជាទម្រង់ passive ហើយអត្ថន័យរបស់ពាក្យ limit ហ្នឹងបានន័យថាកំណត់ឬក៏កម្រិតហើយសម្រាប់ចម្លើយត្រឹមត្រូវគឺចម្លើយ B ពាក្យ limited ជា verb ed ដែល verb ed នៅទីនេះវាគឺជា verb ed ដែលមានទម្រង់ជា verb 3មិនមែន verb 2ទេបាទហើយមូលហេតុដែលយើងយកចម្លើយ B នឹងជាចម្លើយត្រឹមត្រូវគឺយើងយោងទៅលើសំណង់របស់អា clause ដែលយើងធ្វើបំពេញដែលយើងឃើញថា clause ដែលយើងធ្វើបំពេញហ្នឹងដើមឡើងគឺ although now ដែលយើងឃើញថាវាអត់មាន subject ទេហើយបន្ទាប់មកចន្លោះហ្នឹងយើងបំពេញ verb តែម្ដងជាងបានថាវាគឺជា clause ដែលមិនមាន subject clause ដែលមិនមាន subject មានតែ verb ចឹងតាមក្បួន verb យើងអាចប្រើបានពីរ form គឺ verb 3ហើយនិង verb ing verb ផ្សេងមិនអាចទេយោងលើលក្ខណៈហ្នឹងយើងអាចដឹងបានថាចម្លើយ C ហើយនិងចម្លើយ D មិនអាចទេបាទដោយសារតែអា C ហ្នឹង limit ទម្រង់ជា infinitive អត់ថយលក្ខខណ្ឌទេហើយអា D ហ្នឹងអា limited ហ្នឹងធ្វើឲ្យ ed មែនប៉ុន្តែវាមាន is ពីមុខ is គឺជា verb មួយដែលត្រូវការ subject ជាដាច់ខាតមិនអាចអត់បានទេបាទឥឡូវវាអត់មាន subject ទេយើងមិនអាចប្រើ is បានទេអញ្ចឹងចម្លើយដែលអាចវាត្រូវ A ដែលជា verb ing ហើយនិង B ដែលជា verb ed ហ្នឹងហើយរវាងពីរហ្នឹងយើងយក B មិនយក A ដោយសារតែអត្ថន័យរបស់វាត្រូវ passive ហើយមុនហើយយើងអាចដឹងបានថាវាត្រូវជា passive ដោយសារតែតាមក្បួនកាលណា clause មួយត្រូវបានគេកាត់ subject ចោលអញ្ចឹង subject របស់វាយើងត្រូវយកតាម subject របស់ clause មួយទៀតដែល clause មួយទៀត subject របស់វាគឺ yellow fever ជំងឺគ្រុនលឿងយើងបានថា subject របស់ clause ដែលយើងត្រូវបំពេញហ្នឹងក៏ជា yellow fever ជំងឺគ្រុនលឿងដែរហើយតាមអត្ថន័យជំងឺគ្រុនលឿងហ្នឹងវាមិនធ្វើអំពើកម្រិតទេបាទវារងអំពើកម្រិតនៅទីនេះបានថាកំណត់ធ្វើឲ្យចំនួនវាធ្លាក់ចុះវាថយចុះតែអំពើនោះគឺជាអំពើដែលមនុស្សដែលអ្នកវិទ្យាសាស្ត្រធ្វើទៅលើវាគេខំរកវិធីសាស្ត្រផ្សេងៗដើម្បីកាត់បន្ថយអត្រានៃការកើតឡើងនៃជំងឺហ្នឹងយើងបានថា verb limit ហ្នឹងគឺជា verb ដែលអាច yellow fever វាត្រូវរងយើងត្រូវយកជាទម្រង់ ed ជា verb 3ដែលមានអត្ថន័យ passive មិនយក ing ដែលជាទម្រង់ active ទេយក ing វាត្រូវធ្វើអំពើហើយយក ed ដែលជា verb 3ទៅវាត្រូវរងអំពើអញ្ចឹងម្ដងទៀតចម្លើយត្រឹមត្រូវរបស់វាគឺចម្លើយ B limited ជាងប្រយោគដែលបានវាត្រូវ although now limited to Africa and South America yellow fever is still deadly តែបានថាទោះបីជាឥឡូវនេះជំងឺគ្រុនលឿងហ្នឹងមានកម្រិតធ្លាក់ចុះនៅទ្វីបអាហ្វ្រិកហើយនៅអាមេរិកខាងត្បូងក៏ដោយក៏ជំងឺគ្រុនលឿងហ្នឹងវានៅតែអាចបង្កគ្រោះថ្នាក់ដល់ស្លាប់ដដែល